សួស្តីអ្នកនរគ្នាចង់ចូលស្គាល់មកកាន់វីដេអូថ្មីនៃវិទ្យាសាស្ត្រ Adobe Photoshop អញ្ចឹងយើងដឹងថា Adobe Photoshop គឺជាកម្មវិធីមួយដែលយើងប្រើសម្រាប់ design សម្រាប់រចនាទៅលើរូបភាពអញ្ចឹងមានថាអត្ថិឬក៏នេះណាទេគឺយើងប្រើ Adobe Photoshop ហ្នឹងគឺសម្រាប់ធ្វើការ design អូខេអញ្ចឹងអ្នកនរគ្នាអាចមើលបាន Adobe Photoshop វាគឺជា professional software មួយដែល allow ឲ្យអ្នក editor រូបភាពអាច create នៅ digital advert design នៅ poster banner thumbnail logo និង many creative ផ្សេងទៀតអញ្ចឹងវាពិតជាល្អខ្លាំងមែនទែននៅ Adobe Photoshop អញ្ចឹងអ្នកនរគ្នាអាច search ទៅគឺ Adobe Photoshop អញ្ចឹង Adobe Photoshop នេះគឺ yes នេះគឺជា icon របស់វាអ្នកនរគ្នាជា logo របស់វាអញ្ចឹងអ្នកគ្នាអាចចូលទៅ personal website របស់ Adobe ទៅគឺអ្នកគ្នាអាចមើលនៅ document មួយចំនួននៅក្នុងហ្នឹងបានដែរអញ្ចឹងខ្ញុំនិយាយត្រួសទេគឺ editing គឺ improve នៅ photo ដូចជា adjust ការកែ color improve ហើយមាន smooth skin មានអីជាដើមមានច្រើនអ្នកនរគ្នាសម្រាប់ graphic design គឺយើងធ្វើ poster school event ឬក៏ thumbnail អីជាដើមsocial media banner brochure flyer អញ្ចឹងសិនអ្នកគ្នាចង់ដឹងថា brochure ហ្នឹងឲ្យអ្នកគ្នា copy មកហើយអ្នកគ្នាទៅ search internet ទៅអ្នកគ្នាដាក់ brochure ទៅគឺឃើញប្រភេទ brochure អញ្ចឹងនេះជារបៀបដែលអ្នកគ្នារៀនដោយខ្លួនឯងឲ្យបានលឿនអញ្ចឹងអ្នកគ្នាអាចមើលយមន័យនៅក្នុងហ្នឹងទៅបើអ្នកគ្នាចូលទៅ image ទៅអ្នកគ្នាឃើញរូបភាពបែបហ្នឹងហើយតែហ្នឹងគេហៅថា brochure ហើយអញ្ចឹងខ្ញុំនឹងត្រួសអ្នកគ្នា flyer ID card អីបើសិនអ្នកគ្នាអត់ដឹងអ្នកគ្នា copy ចូលទៅ internet ហើយអ្នកគ្នា search ទៅគឺដឹងហើយគឺងាយស្រួលទេអ្នកគ្នាអញ្ចឹងអ្នកគ្នាព្យាយាម research ទៅគឺគ្នា digital planning អីអាហ្នឹងគឺដូចតែគ្នាទេអ្នកគ្នា manipulate គឺមានន័យថាការ combine នៅ manipulate image ការ change នៅ background create នៅ pseudo for fantasy image ជាដើមហើយនៅក្នុង key tool របស់យើងAdobe Photoshop ហ្នឹងគឺមានដូចជា move tool brush tool eraser អាហ្នឹងគឺតែជា list មកត្រួសទេអ្នកនរគ្នាអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងនឹងចូលទៅកាន់កម្មវិធីរបស់យើងទាំងអស់គ្នាហើយអ្នកនរគ្នាអាចមើលត្រួសនៅក្នុងនេះបន្ថែមទៅដូចជា why useful for teacher designer beautiful អីចឹងទៅគេឃើញអ្នកគ្នាសម្រាប់ video thumbnail social media design ហើយ use Photoshop នេះណាចឹង it's okay អ្នកនរគ្នាចឹងសម្រាប់វីដេអូទី1គឺខ្ញុំនឹងណែនាំអ្នកគ្នាត្រួសប៉ុណ្ណឹងទាក់ទងទៅនឹង Adobe Photoshop